បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំតាម៉ាចសូមធ្វើការបង្ហាញនៅទុរេនអាយុ3ឆ្នាំជាងបាទពុកម៉ែបងប្អូនផ្លែឆ្នាំនេះបាទពុកម៉ែបងប្អូនទុរេនខ្ញុំក៏ប៉ុន្តែវាមិនបានជាប់ទាំងអស់ទេពុកម៉ែបងប្អូនណាបាទភ្លៀងមកក៏ទុយជះយើងបែកចំពេលភ្លៀងមួយមេពីរមេហ្នឹងវាចាប់ដើមជ្រុះអស់ជាច្រើនពុកម៉ែបងប្អូនណានៅនេះខ្ញុំថតនេះគឺដើមដែលនៅទេពុកម៉ែបងប្អូនណាដើមជ្រុះខ្ញុំក៏មិនបានធ្វើបានថតដែរបានធ្វើវីដេអូដែរនេះវានៅបានគួសមដែរពុកម៉ែបងប្អូនណាបាទនេះធំប៉ុនពងកងានអស់ខ្លះដែរវគ្គមុនបាទ3 4សេរីប៉ុន3 4វគ្គប៉ុន្តែអត់នៅយើងជ្រុះវាជ្រុះអស់មិនយើងមិនយកប៉ុន្តែវាជ្រុះអស់នៅតែប៉ុណ្្នឹងនៅចាំដើមបានប៉ុណ្្នឹងពុកម៉ែបងប្អូន3ឆ្នាំជាងពុកម៉ែបងប្អូនណាខ្ញុំអត់ធ្វើវីដេអូយូរដោយសារតរៀនយើងវាមិនតាន់បានផ្លែអីចឹងហើយយើងនៅមានចំណេះដឹងនៅមានកម្រិតបាទពុកម៉ែបងប្អូនខ្ញុំអត់ចេះធ្វើផ្លែឡើយទេទៅរៀនយកឆ្នាំនេះពុកម៉ែបងប្អូនណាបានតិចតួចនេះដើមខ្លះទៅក៏វាមិនបានច្រើនទេពុកម៉ែបងប្អូនវារៀនផ្លែរៀនផ្កាដូចដើមនេះនេះអីបាទនេះផ្លែអត់ច្រើនណានេះរៀនផ្លែបាននៅខ្លះអញ្ចឹងបងប្អូននេះពេប៉ោះអញ្ចឹងណាកងៀងកងងអីអញ្ចឹងទៅបាទហើយទៅមើលដើមនេះវិញក៏វាមិនចប់អីណាស់ដែរចប់បានមកហូបបាទនេះដឹកគេប៉ុណ្ណេះអត់ទេបងប្អូនហើយទៅដើមទៀតជ្រុះអស់លេងបងប្អូនណាកណាត់ខាងលើនោះជ្រុះអស់ទៅជិះមកចំតែពេលភ្លៀងយើងអត់ចេះធ្វើផងបាទថាពេលវគ្គនេះដើមនេះបានប៉ុណ្ណេះពេលបែកផ្កាបែកកតុយជះមកកណាត់ខាងលើនោះចេញក្រោយខាងក្រោមនេះចេញមកទៀតចំមកពេលភ្លៀងទៀតបាទបងប្អូនភ្លៀងរហូតយើងអត់ចេះធ្វើផងបាទរៀងក្តៅតិចមកនេះដល់ថតឲ្យបងប្អូនតែប៉ុណ្ណេះវាមានតិចតួចចឹងណាបងប្អូនបានគ្រាន់ឆ្នាំនេះគ្រាន់ថាយើងបានផ្លែដំបូងយើងបានប៉ុណ្ណឹងក៏យើងសប្បាយចិត្តហើយបងប្អូនអ្នកធ្វើទៅរៀនទោះបីវាមិនច្រើនក្តីវាតិចតួចក្តីក៏យើងទទួលយកការពិតនៅអ្វីដែលយើងខិតខំមករយៈពេល3 4ឆ្នាំនេះបងប្អូនលទ្ធផលគឺវាបានប៉ុណ្ណឹងណាបងប្អូនមានវគ្គក្រោយមកហ្នឹងក៏វាជ្រុះដែរវាមិននៅទេយើងអត់ចេះធ្វើច្រើនសេរីអញ្ចឹងតែដើមទូចនេះមួយមើលដើមទូចនេះផ្កាច្រើនណាស់ផលិតផលនៅបានប៉ុណ្នេះឯងពុកម៉ែបងប្អូនគួរសមដែរនោះដើមទូចលទ្ធផលគេគួរសមរបស់គេនឹងតែតិចតួចអញ្ចឹងពុកម៉ែបងប្អូនវាមិនបានច្រើនចុះដើរទៅនោះទៀត1 2 4 5ដើម4 10អីចឹងហ្នឹងហើយទៅប៉ុណ្ណេះពុកម៉ែបងប្អូនចែកម្លែកក្នុង YouTube បាទ